ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានបកបំរាមនៃការលក់សភាវុធដល់កម្ពុជានិងបន្តធ្វើសម្ពយុទ្ធឆ្មាំអង្គររួមគ្នាឡើងវិញកម្ពុជាបានចាប់ដៃជាមួយសហរដ្ឋអាមេរិកបានធ្វើសម្ពយុទ្ធឆ្មាំអង្គរជាលើកដំបូងនៅឆ្នាំ2010បងប្អូនណាបានន័យថាកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិកបានសហការគ្នាធ្វើសម្ពយុទ្ធបាទដែលឲ្យឈ្មោះថាឆ្មាំអង្គរនៅឆ្នាំ2010ហើយដល់ឆ្នាំ2017ក៏ត្រូវបានផ្អាកឡើងវិញបាទផ្អាកឡើងវិញរហូតមកដល់បច្ចុប្បន្ននេះបាទហើយសម្រាប់ការសហការគ្នាឡើងវិញសម្រាប់ធ្វើសម្ពយុទ្ធនេះគឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយរវាងកម្ពុជានិងអាមេរិកដែរបាទក្រោមការដឹកនាំរបស់រដ្ឋាភិបាលអាមេរិកគឺលោកដូណាល់ត្រាំហើយរដ្ឋាភិបាលរបស់កម្ពុជាគឺសម្ដេចហ៊ុនម៉ាណែតបាទលោកត្រាំបានប្រកាសលុបចោលបំរាមនេះនៅថ្ងៃទី6ខែវិច្ឆិកាឆ្នាំ2025បាទហើយតើប្រធានាធិបតីរូបណាដែលដាក់បំរាមនេះដល់កម្ពុជាបាទគឺលោក Joe Biden បាទក្នុងអាណត្តិរបស់លោក Joe Biden គឺបានដាក់បំរាមនៃការលក់សភាវុធដល់កម្ពុជាបាទហើយប្រធានាធិបតីដែលដកវិញហ្នឹងគឺប្រធានាធិបតីលោក Donald Trump បាទចុះហេតុអីបានជាលោក Joe Biden ដាក់បំរាមនេះដល់កម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្មអាមេរិកបានពន្យល់ថាមូលហេតុនៃការដាក់បំរាមដល់កម្ពុជានឹងដោយសារតែសហរដ្ឋអាមេរិកយល់ឃើញថាកម្ពុជាទទួលឥទ្ធិពលយោធាចិនហើយនឹងបញ្ហាសិទ្ធិមនុស្សនិងអំពើពុករលួយបាទកត្តាទាំងប្រមាណនេះគឺធ្វើឲ្យរដ្ឋាភិបាលលោក Joe Biden បានដាក់បំរាមនៃការលក់គ្រឿងសព្វាវុធនិងសម្ភារៈយោធាដល់កម្ពុជាយើងក៏ប៉ុន្តែនៅថ្ងៃទី6ខែវិច្ឆិកាឆ្នាំ2025នេះប្រធានាធិបតីលោក Donald Trump ក៏បានដកបំរាមនេះឡើងវិញអញ្ចឹងយើងចូលរួមត្រេកអរបានន័យថាកម្ពុជាយើងមានសិទ្ធិក្នុងការទិញសភាវុធនិងគ្រឿងសម្ភារៈយោធាទំនើបពីអាមេរិកយកមកផ្គត់ផ្គង់ផ្នែកយោធាសម្រាប់ការពារប្រទេសសម្រាប់សម្ពយុទ្ធរវាងអាមេរិកនិងកម្ពុជានេះមានឈ្មោះថាឆ្មាំអង្គរបាទដែលកម្ពុជានិងសហរដ្ឋអាមេរិកនឹងបានខកខានធ្វើរួមគ្នាប្រមាណជា10ឆ្នាំមកហើយបាទហើយសម្ពយុទ្ធឆ្មាំអង្គរហ្នឹងគឺអាមេរិកនិងកម្ពុជានឹងបានធ្វើរួមគ្នានៅឆ្នាំ2010ហើយដល់ឆ្នាំ2017ក៏ត្រូវបានផ្អាករហូតមកដល់បច្ចុប្បន្នរាប់រួមមកវិញខ្ញុំចូលរួមត្រេកអរសម្រាប់ប្រទេសកម្ពុជាយើងដែលសហរដ្ឋអាមេរិកដកបំរាមនេះអញ្ចឹងយើងអាចមានលទ្ធភាពបាទប្រទេសយើងមានធនធានហិរញ្ញវត្ថុយើងអាចទៅទិញគ្រឿងសព្វាវុធនិងសម្ភារៈយោធាទំនើបពីព្រោះតែសហរដ្ឋអាមេរិកគឺជាប្រទេសដែលមានបច្ចេកវិទ្យាខាងសភាវុធខាងអីហ្នឹងគឺទំនើបលើសគេហើយបើយើងគិតទៅនៅក្នុងពិភពលោកនេះពីព្រោះគេជាប្រទេសមហាអំណាចទាំងវិស័យវិទ្យាសាស្ត្ររបស់គេមានការរីកចម្រើនបាទជាក់ស្ដែងយើងគួរតែមានបាទយើងគួរតែមានតាមទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំយល់ឃើញថាកម្ពុជាគួរតែបាទប្រើប្រាស់សម្ភារៈយោធាមិនថាប្រទេសចិនមិនថារុស្ស៊ីមិនថាអីទេឬក៏សហរដ្ឋអាមេរិកអីទេយើងគួរតែទិញយកមកដើម្បីទុកការពារប្រទេសជាតិយើងកុំឲ្យសត្រូវឈ្លានពានដោយប្រហែលខែមុនដែលយើងឃើញទាំងអស់គ្នាថាប្រទេសជិតខាងរបស់យើងបានឈ្លានពានយើងដោយកំរោលបាទប្រជាជននិងទាហានរបស់យើងយ៉ាងច្រើននៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្ណេះទេសូមអរគុណសម្រាប់ការតាមដានទស្សនាសូមគោរពជម្រាបលា